អស់ដែលមិនចេះអស់ថ្ងៃមួយនៅភូមិតូចមួយក្នុងខេត្តកំពង់ចាមមានបុរសឈ្មោះថាសឿនដែលល្បីល្បាញខាងការកាប់ឈើលក្ខណៈរបស់គាត់រឹងប៉ឹងចេះតែប្រឹងប្រែងនិងមិនចេះធុញទ្រាន់ក្នុងភូមិនោះមានដើមអុសដុះជាច្រើនដែលគេច្រើនយកមកធ្វើជាឧស្ម័នឬសំណង់ថ្ងៃនោះសឿនបានសម្រេចចិត្តកាប់ដើមអុសធំមួយដើមដែលដុះនៅជិតបឹងគាត់កាន់ពូថៅហើយចាប់ផ្ដើមកាប់គ្រឿនសំឡេងពូថៅប៉ះទង្គិចឈើលាន់នៅខ្ទរខ្ទាប៉ុន្តែរឿងចម្លែកក៏កើតឡើងកន្លែងដែលសឿនកាប់ចូលคล้ายជាស្នាមបេរ៉ៅតូចមួយហើយពីស្នាមនោះចាប់ផ្ដើមហូរចេញនៅទឹកភ្លុះពណ៌ម្សៅក្លិនក្រអូបឈ្ងុយឆ្ងាញ់សឿនភ្ញាក់ផ្អើលប៉ុន្តែបន្តកាប់គ្រឿនស្នាមកាប់គៀជ្រៅជាងមុនហើយទឹកភ្លុះក៏ហូរចេញខ្លាំងឡើងពីក្នុងស្នាមកាប់ចាប់ផ្ដើមមានរូបរាងដូចមុខមនុស្សដែលកំពុងញឹមអ្នកណាកំពុងលេងសើចខ្ញុំសឿនស្រែកឡើងដោយខឹងសម្បាគាត់កាប់ទៀតខំកាប់យ៉ាងខ្លាំងដើម្បីយកឈ្នះដើមអុសចម្លែកនេះប៉ុន្តែរាល់ការកាប់របស់គាត់ហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយស្នាមកាប់ថ្មីកើតឡើងរួចស្រាប់តែបាត់ទៅវិញដូចជាមានអានុភាពអាចកំបាំងណាមួយកំពុងជួយដើមឈើនេះពេលល្ងាចមកដល់សឿននៅតែកំពុងតស៊ូជាមួយដើមអុសដែលនៅតែឈរយ៉ាងត្រចះត្រចង់ដូចជាមិនដែលត្រូវកាប់សោះគាត់ហួសចិត្តហើយកាប់យ៉ាងឃោរឃៅទៅលើរូបមុខនោះទឹកភ្លុះហូរខ្លាំងឡើងហើយរូបមុខនោះបើកមាត់ឡើងសឿនអ្នកកំពុងកាប់ខ្ញុំយូរណាស់ហើយគេសឿនឈរស្លុតពូថៅធ្លាក់ពីដៃអ្នកជានរណាគាត់សួរដោយស្ញែងស្ញោះខ្ញុំជាវិញ្ញាណរបស់ភូមិនេះរស់នៅក្នុងដើមអុសនេះជារៀងរហូតអ្នកភូមិដែលយល់ដឹងមិនដែលកាប់ដើមឈើដែលមានវិញ្ញាណរស់នៅឡើយប៉ុន្តែខ្ញុំត្រូវការឈើសឿនពោលឡើងវិញខ្ញុំដឹងអ្នកភូមិត្រូវការឈើប៉ុន្តែការយល់ដឹងនិងការគោរពត្រូវមានជាមុនសិនវិញ្ញាណនោះបន្តថ្ងៃស្អែកនៅពេលព្រះអាទិត្យរះចូលអ្នកមកទីនេះវិញហើយនិយាយអ្វីដែលអ្នកពិតជាត្រូវការបើសិនជាអ្នកសុចរិតខ្ញុំនឹងផ្ដល់ឲ្យគេសឿនវិលត្រឡប់ទៅផ្ទះវិញដោយក្បាលយោយាងពេលយប់នោះគាត់នឹកឃើញពាក្យចាស់ទុំរបស់ជីដូនជីតាថាគូឈើធំគឺជាលំនៅរបស់វិញ្ញាណគាត់មិនធ្លាប់ជឿទាំងស្រុងប៉ុន្តែឥឡូវនេះគាត់ចាប់ផ្ដើមយល់ពេលព្រឹកឡើងសឿនត្រឡប់ទៅកាន់ដើមអុសវិញគាត់ឈរនៅទីនោះហើយនិយាយឡើងខ្ញុំត្រូវការឈើដើម្បីសង់ផ្ទះថ្មីពីព្រោះផ្ទះចាស់របស់ខ្ញុំដួលរលំនៅពេលភ្លៀងធ្លាក់កាលពីសប្តាហ៍មុនបើលោកអាចផ្ដល់ឲ្យខ្ញុំសូមសន្យាថានឹងដាំដើមឈើថ្មីចំនួន2ដើមជំនួសស្រាប់តែមានសំឡេងញឹមមកពីដើមឈើល្អហើយចូលកាប់ចុះប៉ុន្តែសូមចាំសន្យារបស់អ្នកសឿនលើកពូថៃឡើងហើយពេលនេះការកាប់គាត់បានយកឈ្នះដើមអុសដើមឈើធ្លាក់ដោយស្ងៀមស្ងាត់ដូចជាព្រមទទួលយងទិសរបស់វាពីអាទិត្យក្រោយមកសឿនបានសង់ផ្ទះថ្មីរួចរាល់គាត់ក៏ដាំដើមអុសថ្មីចំនួន2ដើមនៅកន្លែងដដែលហើយបន្ថែមទៀតដាំដើមឈើផ្សេងទៀតនៅជុំវិញភូមិរឿងនេះបានផ្សព្វផ្សាយពេញភូមិហើយតាំងពីពេលនោះមកអ្នកភូមិទាំងអស់បានរៀនយល់ពីការគោរពធម្មជាតិពេលខ្លះការខិតខំប្រឹងប្រែងមិនមែនតែមានន័យថាប្រើកម្លាំងពលកម្មទេប៉ុន្តែត្រូវចេះស្ដាប់និងយល់ពីអ្វីដែលយើងកំពុងធ្វើហើយរហូតមកដល់ថ្ងៃនេះនៅពេលព្រះអាទិត្យរះបើអ្នកដើរកាត់តំបន់នោះអ្នកនឹងឃើញដើមអុស2ដើមដែលដុះខ្ពស់សន្លឹមហើយពីក្រោមដើមឈើទាំងនោះហាក់ដូចជាមានសំឡេងសើចញញឹមអំពីរឿងបុរសកាប់អុសដែលរៀនយល់ពីអត្ថន័យនៃការរស់នៅជាមួយធម្មជាតិ